សូមជូនរឿងសត្វស្វាឆោតល្ងង់នៅក្នុងរាត្រីដ៏សែនត្រជាក់និងយប់ស្ងាត់មួយមានសត្វស្វាមួយហ្វូងធំសម្ងំដេកនៅលើដើមឈើពួកវាតោងដើមជាប់នឹងមែកឈើស្វាមួយបន្លឺសំឡេងថាខ្ញុំបន់ឲ្យតែមានភ្លើងខ្លះវាធ្វើឲ្យនឹងកក់ក្ដៅរំពេចនោះពួកវាក៏ឃើញសត្វអំពិលអំពែកមួយវងធំហើយស្វាតូចមួយគិតថានោះគឺជាភ្លើងវាចាប់អំពិលអំពែកមួយនោះរួចមកដាក់ក្រោមស្លឹកឈើស្ងួតក៏ចាប់ផ្ដើមប្លង់រីឯស្វាផ្សេងទៀតក៏ចូលរួមប្លង់ដែរពេលនោះមានសត្វចាបមួយវងធំហើរមករកសម្បុករបស់វាដែលនៅលើដើមឈើតែមួយនឹងស្វានោះចាបឃើញសកម្មភាពរបស់ស្វាហើយក៏សោកចាបពោលទៅកាន់ស្វាថាណែស្វាល្ងង់នោះគឺជាមេអំបៅទេមិនមែនជាភ្លើងពិតប្រាកដទេចាបពោលបន្តថាពួកឯងគួរទៅជ្រកក្នុងរូងភ្នំទៅស្វាមិនស្ដាប់ចាបនិយាយនោះទេគិតតែពីផ្លុំអំពិលអំពែកនោះក្រោយមកស្វាមានភាពនឿយហត់យ៉ាងខ្លាំងក៏យល់ថាចាបពិតជានិយាយត្រូវមែនពួកស្វាក៏ប្រឡែកអំពិលអំពែកនោះហើយបដូរទីលំនៅទៅនៅក្នុងរូងភ្នំវិញសូមអរគុណ